ការសម្រាប់ក្តីរបស់ចៅក្រមមានមូលដ្ឋានអង្គហេតុនៅទាំងអស់សម្រាប់ដាក់ទោសទៅលើយ៉ោមបុប្ផានៅក្តីគាត់ក្រុមអ្នកខ្លំមើលសវនាការអង្គការសង្គមស៊ីវិលជាតិអន្តរជាតិនិងក្រុមពលរដ្ឋដែលគ្រប់គ្រងសកម្មជនការពារដីធ្លីនៅតំបន់បង្កក់នៅខាងក្រៅរបងសាលាដំបងរាជធានីភ្នំពេញពួកគេប្រតិកម្មប្រឆាំងនឹងសេចក្តីសម្រេចសាលក្រមនេះដោយចាត់ទុកថាការវិនិច្ឆ័យរបស់ចៅក្រមគឺពុំបានផ្អែកលើអង្គហេតុមានភាពលំអៀងនិងថាការសម្រេចនេះគឺគ្រាន់តែជាឆាកល្ខោនមួយប៉ុណ្ណោះលោកអ៊ូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានឃ្លាំមើលដំណើរការនៃសវនាការអស់រយៈពេល2ថ្ងៃមុននេះនិយាយថាជាការគួរឲ្យសោកស្ដាយដែលតុលាការរកឃើញថាអ្នកស្រីយ៉ោមបុប្ផាស្វាមីនិងប្អូនប្រុស2នាក់ផ្សេងទៀតត្រូវមានទោសជាប់ពាក់ព័ន្ធនឹងបទចោទនេះលោកអ៊ូវីរៈចាត់ទុកថាការប្រើប្រាស់ប្រព័ន្ធតុលាការគឺជាមធ្យោបាយតែមួយគត់របស់អ្នកមានអំណាចនៅកម្ពុជាដើម្បីគៀបសង្កត់មកលើសកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនការពារដីធ្លីហើយចំពោះខ្ញុំមានចម្លើយដែលអត់ស្របគ្នាដូចជាម៉ោងដូចអីហ្នឹងគឺឆ្លុះបញ្ចាំងថាចម្លើយហ្នឹងគឺត្រូវបានគេប្រាប់ទៅវិញទេគឺប្រហែលជានរណាគេជាអ្នកប្រាប់ឲ្យឆ្លើយដូចគ្នាបែបហ្នឹងហើយខ្ញុំមើលទៅជារឿងមួយអយុត្តិធម៌សម្រាប់លោកស្រីយន់បុប្ផាចំណែកក្រុមពលរដ្ឋដែលគ្រប់គ្រងអ្នកស្រីយ៉ោមបុប្ផានិយាយថាការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះគឺមានភាពអយុត្តិធម៌ពួកគេទាមទារឲ្យតុលាការទម្លាក់បទចោទនេះនិងដោះលែងអ្នកស្រីយ៉ោមបុប្ផាឲ្យមានសេរីភាពឡើងវិញការប្រតិកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញពីមន្ត្រីអង្គការសង្គមស៊ីវិលនិងពលរដ្ឋនេះធ្វើឡើងនៅបន្ទាប់ពីលោកសួរសំអាតចៅក្រមជំនុំជម្រះសម្រេចចោទប្រកាន់អ្នកស្រីយ៉ោមបុប្ផាប្តីអ្នកស្រីយ៉ោមបុប្ផាឈ្មោះលួសសខននិងប្អូនប្រុស2នាក់ឈ្មោះយ៉ោមសិតនិងយ៉ោមកន្លងហៅឡុងដោយផ្ដន្ទាទោសដាក់ពន្ធនាគារ3ឆ្នាំក្នុងម្នាក់នេះនិងត្រូវពិន័យជាប្រាក់សងជំងឺចិត្តឲ្យជនរងគ្រោះ30លានរៀលក្នុងម្នាក់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា218នៃក្រមព្រហ្មទណ្ឌក៏ប៉ុន្តែលោកលួសសខនដែលត្រូវជាប្តីរបស់អ្នកស្រីយ៉ោមបុប្ផាដែលតុលាការសម្រេចចោទប្រកាន់ដោយមានទោស3ឆ្នាំលើបទចោទនេះដែរនោះត្រូវព្យួរទោសឲ្យស្ថិតនៅក្រៅឃុំដោយចៅក្រមជំនុំជម្រះសំអាងថាពុំបានប្រព្រឹត្តដោយផ្ទាល់ចំណែកលោកយ៉ោមសិតនិងលោកយ៉ោមកន្លងហៅឡុងត្រូវផ្ដន្ទាទោសកំបាំងមុខ3ឆ្នាំនិងបង្គាប់ឲ្យចាប់ខ្លួនគិតពីថ្ងៃផ្ដន្ទាទោសនេះលួសសខនដែលត្រូវជាប្តីរបស់អ្នកស្រីយ៉ោមបុប្ផាបញ្ជាក់ថាលោកនឹងប្តឹងឧទ្ធរណ៍បន្តទៀតប្រឆាំងនឹងសាលក្រមសាលាដំបងរាជធានីភ្នំពេញដែលបានសម្រេចនៅថ្ងៃទី27ខែធ្នូឆ្នាំ2012ជុំវិញនឹងការជំនុំជម្រះរបស់លោកសួរសំអាតចៅក្រមសាលាដំបងរាជធានីភ្នំពេញនេះលោកវ៉ាត់ថៃសេងនិងលោកង៉ែតចិត្តដែលអះអាងថាជាជនរងគ្រោះដោយអំពើហិង្សានេះនិយាយថាក្រុមគ្រួសាររបស់អ្នកស្រីយ៉ោមបុប្ផាមានចេតនាចង់សម្លាប់ពួកគេដោយប្រើពូថៅនិងទូលវិសក្រមបទចោទថាពួកគេបានលួចកញ្ចក់រថយន្តរបស់អ្នកស្រីយ៉ោមបុប្ផាចំណែកលោកអែសុផាប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាដែលគ្រប់គ្រងសេចក្តីសម្រេចរបស់តុលាការនិយាយថាអ្វីដែលសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសអ្នកស្រីយ៉ោមបុប្ផានិងក្រុមគ្រួសារឲ្យមានទោសតាមផ្លូវតុលាការនេះថាគឺជាការផ្ដល់ភាពសុក្រិតសម្រាប់ក្រុមអ្នករត់ម៉ូតូឌុបនិងជាការសម្រេចមួយប្រកបដោយយុត្តិធម៌លោកមឿនដុល្លារប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកវ៉ាន់ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកសៀភិរមលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាននិងលោកនីចរិយាប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាតហុកដែលបានឃ្លាំមើលដំណើរការនៃការជំនុំជម្រះក្តីអស់រយៈពេល2ថ្ងៃហៅការសម្រេចនេះថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងថាប្រព័ន្ធតុលាការនៅកម្ពុជាកំពុងធ្វើដំណើរថយក្រោយខ្ញុំម៉មនីរតវិទ្យុ